បាទនេះបានហៅថាត្រីស្រែបងប្អូនបាទស្រស់ស្រស់ល្អល្អបាទទើបចាប់មកពីប្រឡាយហើយថ្ងៃនេះដែរគឺយើងធ្វើការចាប់ត្រីនៅប្រឡាយក្បែរមាត់ស្រែប្រាំងដែលយើងធ្វើការបូមទឹកពីប្រឡាយទៅដាក់ស្រែហើយថ្ងៃនេះគឺយើងបូមទឹកឲ្យរីងដើម្បីធ្វើការចាប់ត្រីនៅក្នុងប្រឡាយនេះដែរមានប្រវែងប្រហែលជា500ម៉ែត្រហើយជម្រៅមិនសូវជ្រៅប្រហែលទេប៉ុន្តែនៅពេលដែលយើងបូមទឹកចិត្តរីងបងប្អូនឃើញមានមាត់ត្រីបាទបែបពុះពេញទឹកតែម្ដងហើយមានត្រីកញ្ចុះបាទហែបពេញទឹកហើយនៅក្នុងបលាយនេះដែរគឺមានត្រីចម្រុះច្រើនប្រភេទដូចជាត្រីក្រាញ់ត្រីកន្ត្រប់បាទប្រភេទត្រីចុងវ៉ាសបាទត្រីអណ្ដែងត្រីផ្ទក់ហើយមានត្រីឆ្លូញផងដែរបាទហើយត្រីឆ្លូញគឺធំធំបាទស្រស់ស្រស់ល្អមែនតើបើយើងយកទៅស្ងោរជ្រក់គឺជាតិតែម្ដងហើយប្រភេទត្រីធំដូចជាត្រីអណ្ដែងត្រីផ្ទក់បាទយើងនឹងយកទៅលក់មួយចំនួនហើយយើងទុកដើម្បីធ្វើម្ហូបមួយចំនួនបាទយើងចែកចាយគ្នាទៅហើយប្រភេទត្រីសបាទយើងនឹងយកទៅធ្វើប្រឡាក់ដើម្បីហាលធ្វើជាត្រីក្រៀមបាទទុកហូបបានយូរហើយត្រីឆ្លូញបាទយើងនឹងយកទៅស្ងោរជ្រក់ល្ងាចនេះបាទដើម្បីហូបបាយបាទយើងប្រមូលត្រីពីទឹកយើងចាប់ប្រមូលបានហើយគឺយើងធ្វើការរើសទៅតាមប្រភេទនីមួយៗបាទប្រភេទត្រីអណ្ដែងត្រីផ្ទក់គឺយើងធ្វើការចាប់ដាក់កានដែលមានទឹកដើម្បីប្រោះទុកឲ្យវារស់លក់ខ្លះហើយយកទៅចែកគ្នាទុកហូបខ្លះហើយចំណែកប្រភេទត្រីតូចដូចត្រីចង្វាត្រីកញ្ចុះត្រីក្រាញ់គឺយើងនឹងធ្វើការដាក់មួយឡែកដើម្បីយកទៅធ្វើការវះបាទប្រឡាក់ចំណែកឯត្រីក្រមុំឬក៏ត្រីតាអោនហ្នឹងយើងរើសដាក់ជាមួយនឹងត្រីស្លាតបាទជាប្រភេទត្រីដែលយើងអាចលក់បានថ្លៃយើងប្រមូលដាក់មួយឡែកដើម្បីច្រកថងហើយយើងក៏យកត្រីចំនួន2ក្បាលដើម្បីអាំងហូបភ្លាមផងដែរហើយយើងចាប់ត្រីផងយើងអាំងត្រីផងដល់នៅពេលដែលយើងចាប់អស់កម្លាំងយើងឡើងពីបាទប្រឡាយវិញគឺយើងនឹងធ្វើការហូបត្រីជាមួយនឹងបាយកករបស់យើងគឺបាទមានរសជាតិឆ្ងាញ់មែនទែនពេលដែលយើងអស់កម្លាំងហេវគឺឆ្ងាញ់តែម្ដងបាទទោះបីជាបាទយើងអត់មានគ្រឿងក្រៅអីធ្វើជាម្ហូបអីច្រើនទេយើងមានតែអំបិលមកទេជាមួយនឹងត្រីអាំងហ្នឹងគឺបាទលេខ1តែម្ដងហើយយើងឃើញថាយើងក៏ប្រមូលបានត្រីឆ្លាំងច្រើនផងដែរហើយត្រីឆ្លាំងគឺធំល្អមែនតើបងប្អូនណាស្រស់ទៀតអញ្ចឹងយើងអាចយកត្រីឆ្លាំងហ្នឹងទៅស្លម្ជូរក៏បានយើងយកទៅស្ងោរជ្រក់ក៏បានឬក៏ម្ហូបពិសេសដែលខ្ញុំចូលចិត្តគឺសង្អូសត្រីឆ្លាំងបាទយើងដាក់មកអមជាមួយនឹងប្រហុកនិងម្ជូរអំពិលបាទអំពិលទុំគឺពេលដែលយើងចាប់បានពីបន្លែស្រស់ហ្នឹងមកគឺយើងធ្វើការសង្អូសហូបជាមួយបាយគឺបាទរសជាតិឆ្ងាញ់មែនទែនហើយយើងបានទឹកសម្លដើម្បីហត់ឬក៏ស្រូបជាមួយនឹងបាយផងដែរហើយมันចាំបាច់ថាត្រីឆ្លាំងទេបងប្អូនណាត្រីកញ្ចុះបាទតែពេលដែលយើងប្រមូលបានពីស្រះភ្លាមហ្នឹងគឺស្រស់ល្អមែនទែនបាទយើងមិនចាំបាច់ទៅវះកាត់ថ្មងចាញ់ទេលាងទឹកឲ្យតែស្អាតមកចាក់ចូលឆ្នាំងដាក់បង់ប្រហុកជាមួយនឹងម្ជូរអំពិលបាទជាមួយនឹងមកអមមកគឺស្រេចបាត់ទៅហើយមុខម្ហូបងាយប៉ុន្តែវាផ្ដល់មកវិញនៅរសជាតិឆ្ងាញ់បាទហើយសរុបលទ្ធផលសម្រាប់ការចាប់ត្រីនៅបលាយស្រែប្រាំងរបស់យើងថ្ងៃនេះគឺយើងទទួលបានត្រីច្រើនប្រភេទបាទហើយទៅតាមប្រភេទនីមួយគឺយើងទទួលបានបាទត្រីរស់ត្រីអណ្ដែងបាទប្រហែលជា30គីឡូហើយយើងទទួលបានប្រភេទត្រីល្អិតផ្សេងខ្ទង់20គីឡូទៀតអញ្ចឹងសរុបទៅខ្ទង់ត្រីដែលយើងប្រមូលបានគឺខ្ទង់50គីឡូបងប្អូនគឺច្រើនមែនតើហើយយើងធ្វើការវេចខ្ចប់ត្រីទៅតាមប្រភេទនីមួយដោយត្រីរស់ត្រីអណ្ដែងយើងដាក់ចូលក្នុងកានចំនួន2ហើយនឹងត្រីប្រភេទផ្សេងទៀតយើងធ្វើការច្រកថង់និងដាក់ក្នុងធុងដើម្បីដឹកជញ្ជូនយកទៅផ្ទះហើយបងប្អូនកុំភ្លេចជួយ follow page ខ្ញុំបានផងដើម្បីទទួលបានវីដេអូថ្មីពាក់ព័ន្ធនឹងការនេសាទបាទការបូមស្រះការចាប់ត្រីបាទអញ្ចឹងវីដេអូពាក់ព័ន្ធនឹងជនបទបាទការសប្បាយរីករាយជាមួយនឹងបរិយាកាសធម្មជាតិតាមបែបស្រុកស្រែបាទអរគុណបងប្អូនដែលបានទស្សនាវីដេអូបាទតាំងពីដើមរហូតដល់ចប់បាទយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀត